សម្ដីចៅវាយខេត្តស្ទឹងត្រែងរុនជួយដល់ប្រទេសថៃចេញមុខបកស្រាយផ្អើលប្រទេសបន្ទាប់ពីคลิปវីដេអូរបស់ចៅវាយខេត្តស្ទឹងត្រែងបាននិយាយពីលំហូរនៃការនាំទំនិញថៃចូលកម្ពុជាមិនបានបិទក្រោមហេតុផល WTO ស្រាប់តែផ្ទុះការវែកញែកក៏ក្រើកពេញបណ្ដាញសង្គមកម្ពុជាដោយក្រឡេកមកមើលប្រទេសថៃឯនោះវិញក៏មិនណយដែរមិនមែនពលរដ្ឋថៃធម្មតានោះទេគឺអ្នកនាំពាក្យកងទ័ពថៃតែម្ដងអង្គុយលែងសុកទ្រាំមិនបានចេញមុខបកស្រាយភ្លាមដោយបានបញ្ជាក់ច្បាស់ថាមិនអាចឲ្យទំនិញរបស់ថៃចូលដីកម្ពុជាបានឡើយនៅថ្ងៃទី19ខែមិនិនាឆ្នាំ2026នេះកាសែត Thai Enquirer បានចេញផ្សាយថាលោកវិនថៃស៊ូវរីអ្នកនាំពាក្យកងទ័ពជើងគោកថៃបានចេញមុខបញ្ជាក់ថាមិនមានសកម្មភាពនៃការរត់ពន្ធប្រេងឥន្ធនៈពីប្រទេសថៃចូលកម្ពុជាតាមរយៈប្រទេសឡាវនោះទេនិងបានអះអាងថាការលើកឡើងរបស់លោកសសុពុត្រាអភិបាលខេត្តស្ទឹងត្រែងមិនត្រឹមត្រូវនិងអាចបង្កឲ្យមានការយល់ច្រឡំការដែលបញ្ជាក់នេះបានធ្វើឡើងបន្ទាប់ពីប្រព័ន្ធនៃការផ្សព្វផ្សាយសាធារណៈនិងបណ្ដាញសង្គមដែលផ្សាយថាកម្ពុជាបាននាំចូលប្រេងឥន្ធនៈពីប្រទេសថៃតាមរយៈផ្លូវវាងឆ្លងកាត់ប្រទេសឡាវដោយបានដកស្រង់ចេញពីបទសម្ភាសន៍របស់អភិបាលខេត្តស្ទឹងត្រែងលោកវិនថៃស៊ូវរីបានអះអាងថាថៃបានធ្វើការគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹងហើយមិនមានសកម្មភាពនៃការរត់ពន្ធប្រេងឥន្ធនៈឆ្លងកាត់ព្រំដែននោះទេនិងបានបញ្ជាក់ថាការគ្រប់គ្រងលើការនាំចេញប្រេងឥន្ធនៈទៅកាន់ប្រទេសឡាវត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមរយៈច្រកព្រំដែនអចិន្ត្រៃយ៍ក្រោមការទទួលខុសត្រូវរបស់ក្រុមការងារសូរ៉ាន់រីវិធានការទាំងនេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរួមរវាងភាគីពាក់ព័ន្ធទាំងអស់រួមទាំងអាជ្ញាធររបស់ប្រទេសឡាវផងដែរដោយដែលបានបង្ហាញលទ្ធផលនៃប្រតិបត្តិការកន្លងមកជាក់ស្ដែងមិនមានភ័ស្តុតាងឬក៏តម្រុយណាមួយត្រូវបានរកឃើញដោយបានបញ្ជាក់ពីការរត់ពន្ធប្រេងឥន្ធនៈចូលមកកាន់កម្ពុជានោះឡើយលោកវិនថៃបានចេញមុខក្នុងការបំភ្លឺអំពីវីដេអូរបស់ចៅវាយខេត្តស្ទឹងត្រែងដោយបានអះអាងថាការបកប្រែមិនត្រឹមត្រូវនិងបង្ខូចន័យតាមការពិនិត្យឡើងវិញលើបទសម្ភាសន៍របស់អភិបាលខេត្តស្ទឹងត្រែងនិងប្រព័ន្ធនៃការផ្សព្វផ្សាយកម្ពុជាដោយដាក់ចំណងជើងរងជាភាសាថៃមិនត្រឹមត្រូវមានន័យថាការបកប្រែខ្លឹមសារពីភាសាដើមទៅជាភាសាថៃមិនបានឆ្លុះបញ្ចាំងពីអត្ថន័យពិតប្រាកដនៃខ្លឹមសារដើមករណីនេះរួមមានការបកប្រែខុសអត្ថន័យការបន្ថែមឬក៏ការកាត់បន្ថយនៅខ្លឹមសារដែលបាននាំឲ្យមានការប្រែប្រួលនៅអត្ថន័យការបកប្រែខុសគឺអាចបង្កឲ្យសាធារណៈមានការយល់ច្រឡំនិងនាំឲ្យមានការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវប៉ះពាល់ដល់ភាពជាក់លាក់នៃព័ត៌មាននិងការយល់ឃើញរបស់សាធារណជនជាពិសេសពាក់ព័ន្ធនឹងបញ្ហានៃការនាំចូលប្រេងឥន្ធនៈពីប្រទេសថៃអ្នកនាំពាក្យកងទ័ពជើងគោកថៃបានធ្វើការបញ្ជាក់ទៀតថាបទសម្ភាសន៍ដែលបានបកប្រែត្រឹមត្រូវនៃសម្ដីរបស់ចៅវាយខេត្តស្ទឹងត្រែងដោយមានខ្លឹមសារថាខ្ញុំទទួលស្គាល់ថាក្នុងកំឡុងពេលនៃចំនួនជាមួយថៃទំនិញថៃមួយចំនួនបានឆ្លងកាត់ព្រំដែនពីប្រទេសឡាវចូលកម្ពុជានេះជាការពិតព្រោះយើងមិនអាចរារាំងនៅទំនិញទាំងអស់នោះចូលប្រទេសកម្ពុជាបានទេហើយរាជរដ្ឋាភិបាលកម្ពុជាក៏មិនអាចចេញបទបញ្ជាក្នុងការហាមឃាត់លើការនាំចូលបានដែរកម្ពុជាជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក WTO ដូច្នេះមិនអាចបដិសេធនៅទំនិញពីប្រទេសជាសមាជិក WTO បានទេព្រោះការធ្វើដូច្នេះនាំឲ្យមានសម្ពាធអ្នកនាំពាក្យកងទ័ពថៃបានសង្កត់ធ្ងន់និងអំពាវនាវឲ្យសាធារណជនធ្វើការពិចារណានិងធ្វើការផ្ទៀងផ្ទាត់ព័ត៌មានដោយប្រុងប្រយ័ត្នមុននៅក្នុងការដែលទទួលយកឬក៏ចែករំលែក